ដែនជម្រកសត្វព្រៃកែវសីមាដែលសម្បូរដោយវត្តមានជីវៈចម្រុះគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាទោះជាយ៉ាងណាក៏ដោយដែនជម្រកសត្វព្រៃនេះប្រឈមនឹងការកាប់បំផ្លាញព្រៃឈើនិងការទន្ទ្រានទឹកដីដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះអង្គការ WCS បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដោយរួមគ្នាដោះស្រាយតាមរយៈការដាំស្ដារនិងការការពារព្រៃឈើជាដើមការងារតាក់ទងទៅនឹងការដាំស្ដារព្រៃឈើឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះគឺធ្វើការគ្រប់គ្រងទៅលើផែនការយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថានធ្វើការជាមួយនឹងអាជ្ញាធរដែនដីមានថ្នាក់ខេត្តថ្នាក់ស្រុកហើយនឹងមន្ទីរហើយនឹងជាមួយដែនថ្នាក់ដឹកនាំដែនជម្រកសត្វព្រៃកែវសីមាភូមិឃុំគឺគម្រោងដាំស្ដារយើងនេះយើងបានគ្រប់គ្រងថ្នាលបដោះកូនឈើនៅចំនួន3ខ្នាតធំនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាប៉ៃមណ្ឌលគិរី2ហើយនឹងដែនជម្រកសត្វព្រៃកែវសីមាប៉ៃកាចេះ1និងថ្នាក់មន្ទីរហើយនៅតាមសហគមន៍គឺយើងគ្រប់គ្រងថ្នាលបរិកូនឈើជាលក្ខណៈគ្រួសារស្ម័គ្រចិត្តតាមសហគមន៍នឹងចំនួន20គ្រួសារបាទនៅក្នុងការរៀបចំថ្នាលនេះយើងមានគោលបំណង5ទី1គឺយើងចង់បដោះកូនឈើដើម្បីដាំស្ដារទៅលើតំបន់ដែលមានភាពរីករាលដោយសារការកាប់ទន្ទ្រានរុករានទានដីព្រៃដើម្បីយើងធ្វើជាកម្មសិទ្ធិទី2គឺយើងដាំស្ដារទៅលើទីតាំងដីដែលបានដកហូតចេញពីតុលាការហើយទី3គឺយើងបដោះដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋសាធារណជនវិស័យរដ្ឋឬឯកជនដើម្បីពួកគាត់ដាំទៅតាមផ្ទះនិងទៅតាមសាលារៀនឬតាមគ្រឹះស្ថាននានាដែលពួកគាត់មានតម្រូវការយើងចង់សម្រេចនៅយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាននៅក្នុងមុំភាពបៃតងគឺនៅក្នុងឆ្នាំ2050យើងនឹងសម្រេចដាំស្ដារបង្កើនគម្របព្រៃឈើបាន 60% ហើយទី5គឺយើងចង់ធានាឲ្យបាននៅអភិជាក្រិតកាបូននៅក្នុងឆ្នាំ2050ដែរបាទសមាជិកសហគមន៍មួយចំនួនបានផ្ដួចផ្ដើមគំនិតបង្កើតថ្នាលបណ្ដុះកូនឈើប្រចាំគ្រួសារហើយពួកគាត់ក៏អាចលក់កូនឈើទាំងនោះទៅឲ្យគម្រោង Rainbow កែវសីមាដែលជាផ្នែកមួយរួមចំណែកដល់ការដាំដើមឈើឡើងវិញនិងអាចជួយបង្កើនជីវភាពរបស់ពួកគាត់ផងដែរខ្ញុំបានអនុវត្តធ្វើតាមលោកគ្រូដែលគាត់បានណែនាំអំពីបច្ចេកទេសហើយនឹងរបៀបរបបធ្វើថ្នាលនឹងកាលពីខែមិនិនាខ្ញុំបានបដោះបាន500ដើមហើយខាងលោកគ្រូហ្នឹងប្រមូលទិញយកបាន500ដើមតម្លៃហ្នឹងចាហ្នឹងគិតជាលុយខ្មែរបានជាង1លានចាដល់ពេលអញ្ចឹងខ្ញុំអាចអនុវត្តឆ្លៀតពេលហ្នឹងគឺបានប្រាក់ចំណូលមកជួយដល់គ្រួសារខ្ញុំបានច្រើនគឺខ្ញុំឃើញថាជីវភាពខ្ញុំប្រសើរជាងមុនឆ្ងាយអង្គការ WCS គ្រប់គ្រងទៅដល់ការផ្ដល់នៅថវិកាសម្រាប់ប្រជាសហគមន៍គាត់មកដាំស្ដារគាត់ថែទាំសហគមន៍គាត់ថែទាំល្បាតគឺគាត់មានថវិកាគ្រប់គ្រងទៅដល់សហគមន៍បញ្ហាប្រឈមតែនៅជួបគឺពេលយើងដាំហើយគឺមានអ្នកខលខូចហ្នឹងគាត់ទៅលួចដកទី2វាមានភ្លើងព្រៃឆេះវាអាចឆេះផ្លាញផងដែរដំណោះស្រាយគឺទី1គឺយើងសហការជាមួយនឹងអាជ្ញាធរផ្សេងជាងគេអាជ្ញាធរស្រុកហើយនឹងឃុំយើងអញ្ជើញជាពលរដ្ឋដែលនៅពាក់ព័ន្ធនៅជុំវិញនៅតំបន់ដាំស្ដារហ្នឹងមកប្រាប់គាត់មកភាសាមួយគាត់ឲ្យទី1ឲ្យគាត់ចូលរួមថែទាំអាដំណុះហ្នឹងឲ្យគាត់ជួយបើសម្អាតចំការដែលចំការឯកជនមកគាត់ធ្វើម៉េចកុំឲ្យមានភ្លើងឆេះគាត់ដុតសម្រាមដុតអីកុំឲ្យប៉ះពាល់ដល់កន្លែងយើងផែនការអនាគតពួកយើងមានក្តីសម័យថាចង់ធ្វើទីតាំងនេះឲ្យคล้ายទៅជាទីតាំងធំមួយដែលអាចផ្ទុកកូនឈើបានយ៉ាងហោច 50000 ដើមហើយចង់ធ្វើទីតាំងនេះជាចំការឈើតែម្ដងដោយសារតែយើង commit បន្ថាបដិញ្ញាចិត្តថាចង់ចែកចាយកូនឈើទាំងទូចទាំងធំដល់ទីសាធារណៈហ្មង